រាជធានីភ្នំពេញកម្ពុជាសម្រាប់ចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព The Board of Peace តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃទី16 ខែមករាឆ្នាំ2026នេះជាការបញ្ជាក់របស់សម្ដេចបវររដ្ឋាភិបតីហ៊ុនម៉ាណែតនៅលើ Facebook Page ហ៊ុនម៉ាណែតនៅព្រឹកថ្ងៃទី27ខែមករាឆ្នាំ2026នេះសម្ដេចបវររដ្ឋាភិបតីបានបញ្ជាក់ថាការចូលរួមនេះគឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការគាំទ្រនិងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកលសុឆន្ទៈស្រឡាញ់សន្តិភាពការគាំទ្រនិងរួមចំណែកដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ភ្ជាប់ជារៀងរហូតមកពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្ដាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្គ្រាមដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះខ្ញុំសូមបញ្ជាក់ថាការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពសម្រាប់អាណត្តិ3ឆ្នាំមិនតម្រូវឲ្យបង់ថវិកាទេចំពោះការបង់ថវិកា$1000 លានសហរដ្ឋអាមេរិកនោះគឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែងអចិន្ត្រៃយ៍តែប៉ុណ្ណោះចោះប៉ោះ